តែអ្នកឆ្លងអង្គុយលើយន្តហោះហើយស្រាប់តែយន្តហោះហោះញ័រខ្លាំងដូចជាធ្លាក់មកផ្លែតដែរឬទេមនុស្សជាច្រើនភ័យខ្លាចថាយន្តហោះអាចនឹងធ្លាក់នៅពេលជួបរន្ធខ្យល់ឬហៅថា turbulence ប៉ុន្តែការពិតគឺជារន្ធខ្យល់កម្រដែលនឹងធ្វើឲ្យយន្តហោះធ្លាក់ណាស់តើហេតុអ្វីជាដំបូងយើងត្រូវយល់ថារន្ធខ្យល់មិនមែនជារន្ធពិតប្រាកដនៅលើមេឃនោះទេវាគ្រាន់តែជាចលនាខ្យល់មិនស្ថិតស្ថេរដែលធ្វើឲ្យយន្តហោះញ័រឬរញោចបន្តិចបន្តួចស្រមៃថាអ្នកកំពុងជិះទូកនៅលើទឹកស្ងប់ៗនៅពេលទូកឆ្លងកាត់រលកវានឹងឡើងចុះនិងញ័ររីឯយន្តហោះក៏វាដូចគ្នាគ្រាន់តែវាកំពុងហោះកាត់រលកខ្យល់នៅលើអាកាសប៉ុន្តែហេតុអ្វីវាមិនធ្លាក់មូលហេតុទី1គឺយន្តហោះសម័យទំនើបត្រូវបានរចនាឡើងឲ្យរឹងមាំខ្លាំងស្លាបយន្តហោះអាចបត់ឡើងលើនិងចុះក្រោមបានយ៉ាងច្រើនដោយមិនខូចខាតអ្វីមុននឹងដាក់ឲ្យប្រើប្រាស់ក្រុមហ៊ុនបានធ្វើការតេស្តយ៉ាងតឹងរ៉ឹងដើម្បីធានាថាវាអាចទ្រទ្រង់នឹងកម្លាំងខ្លាំងជាងអ្វីដែលជួបប្រទះក្នុងការហោះហើរធម្មតាមូលហេតុទី2គឺអ្នកបើកបរនិងប្រព័ន្ធរ៉ាដាអាកាសធាតុអាចរកឃើញតំបន់ដែលមានរន្ធខ្យល់ខ្លាំងជាងមុនហើយព្យាយាមបដូរទិសដៅឬកម្ពស់ហោះហើរដើម្បីជៀសវាងមូលហេតុទី3គឺយន្តហោះត្រូវបានរចនាឲ្យមានលំនឹងនិងអាកាសវិទ្យាល្អទោះបីជួបរន្ធខ្យល់ក៏ដោយកម្លាំងលើកពីស្លាបនៅតែជួយឲ្យបត់ហោះហើរបានធម្មតាតាមពិតទៅគ្រោះថ្នាក់កើតឡើងញឹកញាប់បំផុតពីរន្ធខ្យល់មិនមែនការធ្លាក់យន្តហោះទេប៉ុន្តែជាការដែលអ្នកដំណើរមិនពាក់ខ្សែសុវត្ថិភាពហើយត្រូវបានបោកឡើងពីកៅអីដូច្នេះលើកក្រោយបើអ្នកជួបរន្ធខ្យល់ពេលធ្វើដំណើរតាមយន្តហោះសូមកុំធ្វើការភិតភ័យហើយធ្វើអារម្មណ៍ឲ្យធូរស្រាលវាគ្រាន់តែជាបាតុភូតធម្មជាតិធម្មតាមួយដែលយន្តហោះត្រូវបានរចនាឡើងដើម្បីទប់ទល់រួចជាស្រេចមកហើយនោះជាមូលហេតុដែលយន្តហោះមិនងាយធ្លាក់ឡើយនៅពេលដែលជួបនឹងខ្យល់សូមអរគុណចំពោះការទស្សនាវីដេអូនេះបើសិនបើអ្នកយល់ថាវាមានប្រយោជន៍សូមជួយ Like Share និង Subscribe ដើម្បីគាំទ្រចំណេះដឹង3នាទីបន្តទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ